ទំនុកដំកើងចំពុក37ចុងបញ្ចប់របស់មនុស្សអាក្រក់និងមនុស្សល្អទំនុករបស់ស្ដេចដាវីតមិនត្រូវចងកំហឹងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ឡើយហើយក៏កុំច្រណែននឹងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរត្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័សដោយស្មៅដែលតែងតែក្រៀមស្វិតនិងដោយផ្កាដែលតែងតែស្រពោននោះដែរចូលផ្ញើជីវិតលើព្រះអង្គម្ចាស់ចូលប្រព្រឹត្តអំពើល្អនោះអ្នកនឹងរស់នៅក្នុងស្រុកនេះយ៉ាងសុខក្សេមក្សាន្តចូលស្វែងរកសុភមង្គលពីព្រះអង្គម្ចាស់នោះព្រះអង្គនឹងប្រោសប្រទាននៅអ្វីៗដែលអ្នកប្រាថ្នាចង់បានចូលផ្ញើវាសនារបស់អ្នកទៅក្នុងព្រះហស្ថរបស់ព្រះអង្គចូលផ្ញើជីវិតលើព្រះអង្គនោះទ្រង់នឹងជួយអ្នកព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សសុចរិតដូចឃើញពន្លឺថ្ងៃហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សទៀងត្រង់ដូចពន្លឺនៅពេលថ្ងៃត្រង់ចូលស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអង្គម្ចាស់ហើយទុកចិត្តលើព្រះអង្គទៅមិនត្រូវចងកំហឹងនឹងអ្នកដែលបានចម្រុងចម្រើននោះឡើយហើយក៏មិនត្រូវចងកំហឹងនឹងមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដែរចូលរងាប់កំហឹងនឹងលះបង់ចិត្តដៅក្រហាយលុះចោលទៅកុំចងកំហឹងឡើយព្រោះកំហឹងតែងតែបង្កឲ្យមានការអាក្រក់ព្រះអង្គម្ចាស់នឹងកាត់កាលអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងទទួលទឹកដីជាមរតកនៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយទោះបីអ្នកខំរកមើលកន្លែងតែគេធ្លាប់នៅក៏មិនឃើញមានអ្វីដែររីឯមនុស្សទុតិយវិញគេនឹងទទួលទឹកដីជាមរតកហើយនឹងបានសប្បាយសុខក្សេមក្សាន្តមនុស្សអាក្រក់តែងតែខុបខិតប្រឆាំងនឹងមនុស្សសុចរិតទាំងសង្កេតថ្មិញដាក់មនុស្សសុចរិតទៀតផងក៏ប៉ុន្តែព្រះអង្គម្ចាស់សើចំអកដាក់មនុស្សអាក្រក់ព្រោះព្រះអង្គជ្រាបថាពេលដែលគេត្រូវវិនាសចិត្តមកដល់ហើយមនុស្សអាក្រក់នាំគ្នាហូតដាវយឹតធ្នូដើម្បីប្រហារជីវិតមនុស្សក្រីក្រទុរគតនិងអាករមនុស្សដែលមានចិត្តទៀងត្រង់ប៉ុន្តែដាវរបស់គេនឹងចាក់ទម្លុះបេះដូងរបស់ខ្លួនឯងហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិតប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដំរបស់មនុស្សអាក្រក់ត្បិតព្រះអង្គម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិតតែព្រះអង្គនឹងបំបាក់កម្លាំងរបស់មនុស្សអាក្រក់វិញព្រះអង្គម្ចាស់យកព្រះハតីទុកដាក់នឹងជីវិតរបស់មនុស្សឥតសៅហ្មងព្រះអង្គនឹងថែរក្សាទឹកដីរបស់គេឲ្យបានគង់វង្សរហូតតទៅនៅគ្រាមានអាសន្នគេនឹងមិនត្រូវអាម៉ាស់ឡើយហើយនៅគ្រាមានទុរភិក្សគេនឹងបានបរិភោគឆ្អែតរីឯមនុស្សអាក្រក់គេនឹងត្រូវវិនិច្ឆ័យហើយខ្មាំងសត្រូវរបស់ព្រះអង្គម្ចាស់ក៏នឹងរលាយសូន្យទៅដូចវាលស្មៅខៀវខ្ចីដែលឆេះរលាយសូន្យទៅជាផ្សែងដែរមនុស្សអាក្រក់ខ្ចីអ្វីៗពីគេហើយមិនដែលសងវិញឡើយរីឯមនុស្សសុចរិតវិញតែមានចិត្តទូលាយនឹកចេះឲ្យរបស់របរទៅអ្នកដទៃអស់អ្នកដែលព្រះអង្គម្ចាស់ប្រទានពរនឹងទទួលទឹកដីជាមរតករីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញនឹងត្រូវកាត់ការចោលព្រះអង្គម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួនហើយព្រះអង្គគប់ព្រះハតីនិងមាគ៌ារបស់គេប្រសិនបើអ្នកនោះផ្លាត់ជើងគេនឹងមិនដួលដល់ដីឡើយព្រោះព្រះអង្គម្ចាស់កាត់ដៃគេជាប់តាំងពីខ្ញុំនៅក្មេងរហូតមកដល់ពេលខ្ញុំចាស់នេះខ្ញុំមិនដែលឃើញព្រះអង្គម្ចាស់បោះបង់ចោលមនុស្សសុចរិតឡើយហើយក៏មិនដែលឃើញកូនចៅរបស់គេសពទៀតដែរមនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តានិងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចីគេបានទទួលកូនចៅទុកជាព្រះពរចូលជៀសវាងអំពើអាក្រក់ហើយប្រព្រឹត្តតែអំពើល្អធ្វើដូច្នេះអ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅត្បិតព្រះអង្គម្ចាស់សពព្រះハតីនឹងការអ្វីដែលត្រឹមត្រូវព្រះអង្គថែរក្សាអស់អ្នកដែលជឿលើព្រះអង្គជានិច្ចព្រះអង្គមិនបោះបង់ពួកគេឡើយតែព្រះអង្គកាត់កាលពូជពង្សរបស់មនុស្សអាក្រក់ឲ្យវានាសសាបសូន្យមនុស្សសុចរិតនឹងទទួលទឹកដីជាមរតកហើយគេនឹងរស់នៅលើ
សុចរិតតែងតែស្រដីចេញមកនៅពាក្យពេចន៍ប្រកបដោយប្រាជ្ញាហើយអណ្ដាតរបស់គេក្រលាស់ចេញមកនៅអ្វីដែលត្រឹមត្រូវក្រឹតវិន័យរបស់ព្រះអង្គម្ចាស់ដកនៅក្នុងដួងចិត្តរបស់គេហើយគេនឹងមិនឃ្លាតចាកពីមេគារបស់ព្រះអង្គឡើយមនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយរោគមធ្យោបាយចាំសម្លាប់គេផងប៉ុន្តែព្រះអង្គម្ចាស់មិនបោះបង់មនុស្សសុចរិតឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយហើយប្រសិនបើគេកាត់ក្តីមនុស្សសុចរិតទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរចូលសង្ឃឹមទុកចិត្តលើព្រះអង្គម្ចាស់ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅនោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើងឲ្យគ្រប់គ្រងទឹកដីជាមរតកហើយអ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់កាលចោលខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការគេរីកចម្រើនឡើងដោយដើមឈើមានស្លឹកខៀវខ្ចីបែកមេឃសាខាក្រោយមកគេរលាយបាត់សូន្យទៅខ្ញុំខំរកមើលគេតែរកមិនឃើញសោះចូលសង្កេតមើលមនុស្សទាំងត្រង់ដែលគ្មានចិត្តវិវេមនុស្សសន្សំសុខតែងតែមានអនាគតរុងរឿងជានិច្ចរីឯមនុស្សបាបនឹងត្រូវវិនាសសូន្យអស់ទៅហើយមនុស្សត្មិលនឹងគ្មានអនាគតភ្លឺស្វាងសោះឡើយព្រះអង្គម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិតហើយព្រះអង្គជាកំពែងការពារគេលើគ្រាមានអាសន្នព្រះអង្គម្ចាស់សង្គ្រោះនិងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ព្រះអង្គសង្គ្រោះពួកគេពីព្រោះពួកគេមកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ